តាំងពីលើដំណឹងថាឆាងអានបំរុងនឹងសម្ពោធឡានសេរីថ្មីមកគេលាក់រៀងចង់ចិត្តឆឹងតែម្ដងបងប្អូនអត់មានបាយធ្លាយតតែសោះដោយសារតែទ្រាំមិនបានមកទាំងក្បាលល្ងាចដើម្បីមកលួចមើលក្រុមការងារគេរៀបចំ event បន្តិចមើលថាតើរូបរាងរថយន្តទាំងពីរ model ហ្នឹងស្អាតខ្លាំងប៉ុណ្ណាបើចង់ដឹងថាសម្រស់ពិតរបស់ឆាងអាន Evo Hunter E និង CS 35 Max អស់ចាកម្រិតណាតោះទៅតាមដានជាមួយខ្ញុំឥឡូវនេះស្លាយយើងមកយាយអូខេនៅបងប្អូនអ្នកគ្នានេះគឺជា Evo ឆាងអាន Hunter E ហើយនេះគឺជាឆាងអាន CS 35 Max ចឹងបងប្អូនចង់ដឹងច្បាស់ទៅមើលទាំងអស់គ្នាបងប្អូនចូលមកកាន់ event បើកសម្ពោធទូឯករបស់យើងទាំងពីរ model ការរៀបចំរបស់គេគឺបែបស្តង់ដារតែម្ដងនៅពេលដែលខ្ញុំដើរចូលគឺមានការគៀរវកិច្ចការចោះឈ្មោះភ្ញៀវកិត្តិយសជាច្រើនចូលរួមមើលទៅវ៉ាវតែម្ដងជាពិសេសគឺប្រសាសន៍ថ្លែងនៅសន្ទរកថាបើកជាមួយនឹងកម្មវិធីពីសំណាក់ CEO របស់ក្រុមហ៊ុន OMA Cambodia លោកអគ្គនាយកងួនសាំងជាដើមក្រុមហ៊ុន OMA គឺជាក្រុមហ៊ុនមួយដែលឈានមុខគេបំផុតនៅកម្ពុជាលើវិស័យយានយន្តមានតែក្រុមហ៊ុន OMA Cambodia ទេដែលមានសិទ្ធិលក់រថយន្តឆាងអានហើយ Depol នៅកម្ពុជានេះការបង្ហាញនៅ show ពិសេសខ្ញុំចាប់អារម្មណ៍ជាងគេគឺទៅលើការបង្ហាញនៅ clip វីដេអូឡានដែលថតដោយក្រុមការងារស្វែងខាយើងឃើញជាមួយនឹងស្នាដៃនេះយើងមានមោទនភាពចំពោះក្រុមការងារក៏ដូចជាខ្លួនឯងដែលបានចូលនៅលើផ្ទាំង screen LCD ដ៏ធំនៅមុខចំណោមមហាជនជាច្រើនវត្តមានជាផ្លូវការរថយន្តឆាងអាន Evo Hunter E និងរថយន្ត Compact SUV ឆាងអាន CS 35 Max ស្ពតដល់ប្រណិតមកកាន់ទីផ្សារប្រទេសកម្ពុជាសូមស្វាគមន៍សន្តោខ្លាំងទាំងអស់គ្នាចាម្យ៉ាងវិញទៀតក៏មានការធ្វើបទបង្ហាញឬក៏ប្រដាប់ review ពីអ្នកជំនាញរបស់ក្រុមហ៊ុនឆាងអាន Cambodia ផងដែរមួយវិញទៀតគឺចាប់អារម្មណ៍ទៅលើការទាយដើម្បីយករង្វាន់ voucher ជាងសម្រាប់ការចូលរួមនេះខ្ញុំសូមអរគុណទៅកាន់ក្រុមហ៊ុនឆាងអាន Cambodia បទសម្ព័ន្ធរបស់ OMA Cambodia ដែលបានអញ្ជើញខ្ញុំបាទចូលរួមនៅក្នុងកម្មវិធីដ៏អស្ចារ្យជារួមនៅក្នុងកម្មវិធីនេះគឺខ្ញុំ rate ឲ្យ9លើ10សម្រាប់ការរៀបចំតែម្ដងឥឡូវនេះរូបរាងជាក់ស្ដែងត្រូវបានបើកកណាត់ចេញឲ្យទាំងពីរ model យើងទៅមើលលម្អិតទាំងអស់គ្នាថាតើពីរ model នេះមានចំណុចអ្វីដែលពិសេសខ្លះ$25,900 CS 35 Max បងប្អូនមានចំណុចពិសេសច្រើននៅផ្នែកខាងក្នុងអញ្ចឹងយើងនិយាយពីចំណុចពិសេសនៅផ្នែកខាងក្រៅសិនកន្លែងទៅមើលជាគៀងជាប្រភេទជាគៀង LED មាន daytime running light LED មើលមក slim បែប sport ពេញចិត្តជាងគេទៅលើប៉ាណាសំណាញ់បងប្អូនអរគ្នាសំណាញ់បែប sport តែម្ដងអមមកជាមួយនឹង logo អក្សរ S នេះគឺតំណាងឲ្យពាក្យថា sport បងប្អូនកន្លែងទៅមើលកាងខាងក្រោមវិញកាងខាងក្រោម slim swell ស្អាតពណ៌តែម្ដងជាមួយនឹងពណ៌ខ្មៅជាពិសេសពណ៌សឡាយជាមួយពណ៌ខ្មៅវាកាន់តែស៊ីជាមួយនឹងតម្លៃជាង$20,000សម្រាប់បងប្អូនដែលគាត់ចង់បាននៅឡានបែប performance ជាលក្ខណៈគេហៅថា compact SUV ប៉ុន្តែរូបរាងបែប sport option បែប sport ជាន់ស្ទុះ smooth ច្បើតបងប្អូនអាចពិចារណាទៅលើ model នេះបានវាបំពាក់មកជាមួយនឹងម៉ាស៊ីនជាប្រភេទម៉ាស៊ីនសាំង 1.5 លីត្រVGT Turbo កម្លាំងបាន138 kW កម្លាំងរមុល300 Nm ប្រអប់លេខ7វគ្គចំនួនថ្មីកម្រិតស៊ីប្រេងឥន្ធនៈជាមធ្យមចន្លោះពី6ទៅ8លីត្រអាស្រ័យទៅតាមការបើកបរជាក់ស្ដែងសូមនាំអារម្មណ៍បងប្អូនបន្តទៀតទៅទស្សនាពីផ្នែកខាងក្រោយដោយសារផ្នែកខាងក្រោយរបស់វាគឺកាន់តែស្ពណ៌ជាងផ្នែកខាងមុខទៀតតោះទៅមើលមួយខ្ញុំដល់គ្នាតោះបោះជំហានមកកាន់ផ្នែកខាងក្រោយយ៉ាងជឿជាក់តែម្ដងជាមួយនឹងការ design បងប្អូនកន្លែងមើលទៅលើ stop ជាប្រភេទ stop ដែលគេ design ជាលក្ខណៈ swell អូសពីចំហៀងមកដល់កន្លែងខាងនេះបងប្អូនមើលទៅ slim swell concept បែប sport តែម្ដងកន្លែងនេះគេដាក់មកជាមួយឆាងអានជាមួយនឹងអក្សរ CS 35 Max អ្វីដែលខ្ញុំចាប់អារម្មណ៍មួយទៀតគឺទៅលើ diffuser ផ្នែកខាងក្រោមគឺវាស្តៀងជាមួយនឹងឡាន sport ដែលវាជួយមួយផ្នែកទៅលើ aerodynamic ហើយវាបន្ថែមនៅភាព sport ការ design តាក់ទាញអញ្ចឹងវាមានប្រយោជន៍ហើយមានមកជាមួយនឹង parking sensor ផងដែរបងប្អូនអរគ្នាឥឡូវខ្ញុំសូមបើកឃ្លុបក្រោយបន្តិចបងប្អូនអរគ្នាណាអញ្ចឹងសម្រាប់ឃ្លុបខាងក្រោយរបស់វាគឺមកធំគួរសមកលាយើងអាចដាក់វ៉ាលីបានច្រើនជាពិសេសខាងក្រោមហ្នឹងមានមកជាមួយនឹង full spare tire មានន័យថាជាកង់សង្កួរលក្ខណៈ full size មួយសម្រាប់បងប្អូននៅពេលដែលត្រូវការជាលក្ខណៈដោះដូរពេលមានអាសន្ននេះបងប្អូនមានកង់សង្កួររថយន្តមួយចំនួនគឺនៅលើទីផ្សារអត់មានកង់សង្កួរទេសម្រាប់រថយន្តនេះមានមកជាមួយនឹងកង់សង្កួរតែម្ដងបងប្អូនខ្ញុំចង់បញ្ជាក់បន្តិចសម្រាប់យ៉ានកង់គឺជាប្រភេទ aluminium 18 inch ជាមួយនឹងការ design ពណ៌ខ្មៅកន្លែងទៅមើលផ្នែក spoiler ខាងលើនេះក៏ការ design បែប sport DNA របស់ឆាងអានដែរមានមកជាមួយនឹង stop ចំនួន2បាទខាន់ចែកជាមួយនឹងកន្លែងនេះ design ដូចព្រុយត្រីឆ្លាមអញ្ចឹងវាមើលទៅតាក់ទាញអញ្ចឹងបងប្អូនអ្នកគ្នាខ្ញុំសូមនាំអារម្មណ៍បងប្អូនបន្តចូលទៅកាន់ផ្នែកខាងក្នុងបន្ថែមទៀតតោះទៅមើលមួយខ្ញុំដល់គ្នាតោះ
ការ design បែប sport performance បែប sport យើងចូលមកខាងក្នុងក៏បែប sport បងប្អូនមើលការ design ជាមួយនឹងពណ៌ខ្មៅលាយមកជាមួយនឹងពណ៌ក្រហមជាពិសេសរំលេចគ្នាពណ៌ក្រហមនេះវាមើលមកស្ទាវកប់តែម្ដងបងប្អូនអរគ្នាអញ្ចឹងបងប្អូនមើលទៅលើ screen មានរហូតដល់3 screen នេះគឺ screen បង្ហាញសីតុណ្ហភាព screen កណ្ដាលគឺជា screen បង្ហាញពី information ពាក់ព័ន្ធមួយការបើកបរដែលឡែកសម្រាប់ខាងស្ដាំដៃគឺជា screen ប្រព័ន្ធកំសាន្ត infotainment screen អញ្ចឹង screen ទាំងអស់នេះបូកបញ្ចូលគ្នាគឺមានទំហំរហូតដល់30 inch បើថាតូចទៀតមិនដឹងនិយាយថាម៉េចទេបងប្អូនកន្លែងទៅមើល speaker ជាប្រភេទ Sony surround sound ជាលក្ខណៈ 3D មកជុំរថយន្តតែម្ដងបងប្អូនមើលទៅលើផ្នែកកណ្ដាលនេះសិនបងប្អូនកណ្ដាលនេះគឺជា cool box បាទគឺជាប្រអប់ class C ភេទជ្ជៈការបើកបរលក្ខណៈផ្លូវឆ្ងាយគឺមួយអែមបងប្អូនកន្លែងទៅមើលខាងលើសម្រាប់រថយន្តតម្លៃជាង$20000ទទួលបាននៅដំបូល panoramic roof បាទធំមែនតើពីខាងមុខនេះដេញដល់កៅអីជួរទី2អញ្ចឹងទាំងអស់នេះសុទ្ធតែជា option ដែលខ្ញុំត្រូវជំរាបជូនទៅកាន់បងប្អូនហើយពាក់ព័ន្ធជាមួយនឹង option performance បងប្អូនពិសេសផងមួយវាមាននៅ drive mode រហូតដល់5មានដូចជា smart mode ដែលវាបត់បែនទៅតាមការបើកបររបស់យើងវាមានមកជាមួយនឹង economy ការបើកបរក្នុងក្រុងគឺល្អ comfort mode ក៏ល្អសម្រាប់ការបើកបរក្នុងក្រុងដែរប៉ុន្តែអត់សូវផ្ដោតទៅលើកម្រិតស៊ីប្រេងទេគឺផ្ដោតទៅលើគេហៅថាផាសុខភាព sport mode ផ្ដោតសំខាន់ទៅលើការលេងល្បឿននិងពិសេសជាងគេមួយ racing mode សម្រាប់ដែលថាយើងចង់លេងល្បឿននេះវាមិនមែនត្រឹមតែលេងល្បឿនទេបងប្អូនអរគ្នាវាចេញមកជាមួយនឹង graphic បែបនេះដូច video game អញ្ចឹងហើយនៅពេលដែលយើងជន់ហ្គាគឺក្រៅពីស៊ីម៉ាំងរបស់វានៅផ្នែកខាងក្រៅវាលឺនៅផ្នែកអេក្រង់ខាងក្នុងបាទលឺតាមរយៈ speaker ដូចយើងកំពុងតែលេងហ្គេមប៉ុណ្ណឹងឡានអញ្ចឹងហើយសម្រាប់ឡាននេះគឺថា Stuck Control តែម្ដងសម្រាប់ racing mode នេះ function ដែលពាក់ព័ន្ធជាមួយនឹងភាពងាយស្រួលក៏មានដែរដូចជាចង្កឹះលេខ e-shifter ដែលបងប្អូនអាចធ្វើការកាច់បញ្ជាដោយងាយស្រួលមិនចាំបាច់ប្រើកម្លាំងហើយខាងក្រោមនេះមាន storage សម្រាប់ដាក់អវ៉ាន់ហើយមានកន្លែងសាកថ្ម USB ផងដែរគោលវាជាប្រភេទ electronic ស្រោបមកជាមួយនឹងស្បែកមាន multi functional steering wheel ដែលយើងអាចបញ្ជាគ្រប់យ៉ាងនៅលើនឹងតែម្ដងឥឡូវនេះយើងបន្តទៅ pick up or EEV ឆាងអាន Nevo Hunter E ទាំងអស់គ្នាអញ្ចឹងបងប្អូនគឺជា pick up មួយដែលបំពាក់បច្ចេកវិទ្យា REEV Range Extend Electric Vehicle គឺជាប្រភេទប្រើប្រាស់នៅម៉ាស៊ីនដើម្បីដើរតួនាទីជា generator ដើម្បីផ្គត់ផ្គង់ទៅកាន់ motor អគ្គិសនីអញ្ចឹងរថយន្តនេះបងប្អូនដែលគាត់ត្រូវការនៅ pick up ក៏ប៉ុន្តែចង់ទទួលបាននៅបទពិសោធន៍ pick up ដូចជាមួយនឹងការបើកបរ EV បងប្អូនអាចពិចារណាជាមួយនឹងឆាងអាន Nevo Hunter E នេះបានគឺជាប្រភេទម៉ាស៊ីន REEV លាយមកជាមួយនឹងម៉ាស៊ីនចំហេះក្នុងហើយនឹងពាក់កណ្ដាលអគ្គិសនីសម្រាប់កម្លាំងបាន272 PS កម្លាំងរមុល470 Newton m អញ្ចឹងសម្រាប់រថយន្តនេះមានតម្លៃតែជាង$40000ទេបងប្អូនតែតម្លៃរបស់វាគាត់ថាសមរម្យដោយសារតែប្រភេទម៉ាស៊ីន REEV នេះគឺជាបច្ចេកវិទ្យាដែលថ្មីទំនើបហើយសមចៃបែបម៉េចសម្រាប់ការចាក់សាំងមកពេញគឺអាចជិះបាន1000គីឡូសម្រាប់ការសាកភ្លើងបាន131គីឡូទាំងការសាកភ្លើងទាំងការចាក់សាំងមកពេញបូកចូលគ្នាគឺរហូតដល់1131គីឡូម៉ែត្រហើយសម្រាប់បងប្អូនដែលគាត់ត្រូវការនៅ pick up ដែលមានផាសុកភាពគ្រឿងក្រោមជាប្រភេទ multi link ខាងក្រោយប្រើ motor អញ្ចឹងគឺវាកាត់បន្ថយនៅការលាក់បងប្អូនដែលត្រូវការនៅផាសុកភាពគឺថាត្រូវការ design គឺ concept បែបដូចជាត្រីឆ្លាមបងប្អូនមើលទៅគឺស្រួចទាំងការ design ខាងមុខប៉ុណ្ណាទាំងការ design ជាគៀងជាពិសេសគឺការខាងក្រោមនេះខ្ញុំគិតថាវាតាក់ទាញមួយកម្រិតដែលវាខុសគ្នាពី concept pick up ភាគច្រើនដែលចរាចរណ៍នៅលើទីផ្សារបាទយ៉ាន់កង់ Aluminium 18 inch ជាមួយនឹងពណ៌ខ្មៅបាទជាមួយនឹងសបកកង់ដែលអាចរត់បានគ្រប់កលៈទេសៈផ្លូវអញ្ចឹងបងប្អូនសឡោកញ្ចក់មានសញ្ញោ LED មានមុខងារក្តោបដែលស្វ័យប្រវត្តិគឺមានមួយ set តែម្ដងប៉ុន្តែបងប្អូនអត់ទាន់ដឹងពីផ្នែកខាងក្រោយនៅឡើយទេឥឡូវសូមនាំអារម្មណ៍បងប្អូនចូលទៅកាន់ផ្នែកខាងក្រោយជាមួយខ្ញុំបងប្អូនគ្នាតោះបងប្អូនចូលមកកាន់ផ្នែកខាងក្រោយជាចំណុចពិសេសឥឡូវយើងមើលទៅលើ stop ជាប្រភេទ LED ជាលក្ខណៈរាងអក្សរ C ណាក៏ប៉ុន្តែចំណុចដែលពិសេសជាងហ្នឹងគឺទៅលើវាខាងក្រោយរបស់វាទេបងប្អូនចាំទស្សនាទៅពេលដែលចុចវាមានមុខងារធ្លាក់ច្បឺតទី1ទី2គឺយើងអាចតម្លាក់អានេះមកតង់ទៀតបានបងប្អូនបាទតម្លាក់មកតង់នេះដើម្បីអីគេពេលខ្លះអាវ៉ាន់វារៀងនៅជ្រៅអញ្ចឹងបងប្អូនអាចនៅឈរត្រឹមនេះឈោងយកអាវ៉ាន់បានក៏ប៉ុន្តែ function របស់វាចំនៅមានមួយទៀតបងប្អូនកាច់មកកលាក់ទៀតអញ្ចឹងបងប្អូនចង់ដឹងថាកលាក់នឹងកាច់ដើម្បីអីបងប្អូនមើលខ្ញុំដល់គ្នាតោះឃើញស្រួលឡើងហ៎បាទស្រួលឡើងមែនតើឡើងចុះដាក់អាវ៉ាន់គឺបើអែមតែម្ដងឥឡូវខ្ញុំចុះដូចកម្មចរាអញ្ចឹងដូចកម្មចរាស្រួលឡើងមែនតើនេះគឺជាចំណុចដែលពិសេសទៅលើឆាងអាន Hunter E សូម្បីតែលើកបិទក៏យើងប្រើកម្លាំងដៃស្រាលដែរអញ្ចឹងវាស្រួលមែនតើកន្លែងនេះខ្ញុំពេញចិត្តជាមួយនឹងអក្សរឆាងអានហើយខាងក្រោមនេះមានមកជាមួយនឹង parking sensor កាមេរ៉ាមួយជុំរថយន្តសុទ្ធតែជាមុខងារដែលវាពិសេសជួយទៅដល់អ្នកបើកបរឲ្យមានភាពកក់ក្ដៅនិងសុវត្ថិភាពអញ្ចឹងបងប្អូនខ្ញុំសូមសង្ខេបថាប៉ុណ្្នឹងបងប្អូនចង់ដឹងលម្អិតបងប្អូនចាំទស្សនាវីដេអូ review ដែលចេញនៅក្នុង page ស្វាខាអញ្ចឹងបងប្អូនទៅខាងក្នុងមួយខ្ញុំដល់គ្នាដោយសារផ្នែកខាងក្នុងមាននៅចំណុចដែលពិសេសលើសនេះទៅទៀតចូលមកកាន់ផ្នែកខាងក្នុងការ design តាមបែប clean ស្អាតបងប្អូនអត់មានអីស្មុគស្មាញច្រើនទេសូម្បីតែម្ដុំ center console នេះក៏អត់មានអីច្រើនដែរមានជាមួយ wireless charge មាន cup holder ហើយនិងប៊ូតុងកាពីតាផ្នែកខាងលើនេះគឺមានមកជាមួយនឹង screen
7.5 inch និង screen infotainment 12.3 inch ដែលបង្ហាញនៅកាមេរ៉ា540 degree រថយន្ត pick up នេះបងប្អូនចង់បញ្ជាក់គឺវាអត់មានប៊ូតុង start ទេបងប្អូនគាត់ទៅចូល unlock ឡានបាទចូលមកក្នុងឡានជាន់ប្រាំងទៅធ្វើការដំណើរការតែម្ដងហើយនៅពេលដែលបងប្អូនចេញគ្រាន់តែចុច lock ឡានគឺវាធ្វើការ unlock អញ្ចឹងបទពិសោធន៍ដូចជាមួយនឹងឡានអគ្គិសនីអញ្ចឹងកៅអីសេរីដោយ automatic កៅអីវាបែប sport តែម្ដងទៅលើឡាន pick up ណាមុននឹងបញ្ចប់មួយទៀតបងប្អូនពាក់ព័ន្ធមួយចង្កូតគឺជាប្រភេទ electronic ចង្កូតស្រោបស្បែកមានមុខងារ multi functional steering wheel បញ្ជាលើនឹងគ្រប់បែបយ៉ាងបញ្ជាទៅលើប្រព័ន្ធសុវត្ថិភាពបញ្ជាទៅលើប្រព័ន្ធកំសាន្តគឺមានទាំងអស់តែម្ដងបងប្អូនអរគ្នាអញ្ចឹង more detail video review អញ្ចឹងខ្ញុំសូមបិទបញ្ចប់សម្រាប់រថយន្តនេះគឺបងប្អូនអាចធ្វើការទស្សនាពីរូបរាងក៏ដូចជាទស្សនវិជ្ជាផ្សេងៗនៅក្នុងវីដេអូបន្ថែមទៀតបានខណៈពេលនេះដែរវីដេអូត្រូវបានដល់ទីបញ្ចប់កម្មវិធីក៏បានបញ្ចប់បងប្អូន rate ឲ្យប្រមាណសម្រាប់ការរៀបចំកម្មវិធីនេះខណៈពេលនេះដែរខ្ញុំបាទខេមរៈសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូបន្តទៀត